Okay, the words with definition. Here's from unit 1, from headway pre-intermediate. I start from accident. So accident, it is noun. The meaning is something bad which happens that is not expected. Yeah. So can you catch the meaning accident after you read the explanation? ក្រោយពេលយើងអានឧទាហរណ៍អានការបញ្យល់ហ្នឹងតើយើងអាចទាយថាតើ accident មានន័យថាម៉េចទេ accident yeah accident mean គ្រោះថ្នាក់ yeah yeah អញ្ចឹងការបញ្យល់របស់គេថា something bad ហេតុការណ៍ដែលអាក្រក់ which happen that is not expected ដែលកើតឡើងដែលគេមិនបានរំពឹងទុកនឹកស្មានមិនដល់ okay so second amazing adjective yeah explanation extremely surprising so can you tell me the meaning amazing តែអស្ចារ្យគេថាដែលគួរភាពខ្លាំង extremely surprising ដែលគួរឲ្យភ្ញាក់ឃើញមានអ្វីដែលប្លែកដែលថាចម្លែកសម្រាប់ការសង្កេតរបស់យើងអស្ចារ្យឬគួរឲ្យភ្ញាក់ផ្អើល another time in different time yeah, so this is easy yeah art gallery is its noun in a room or building which we use for showing works of art ចឹង art gallery ការបញ្យល់គេថាគឺជាបន្ទប់ឬគឺជាអគារដែលយើងប្រើប្រាស់សម្រាប់បង្ហាញពីស្នាដៃផ្នែកសិល្បៈ art gallery យើងត្រូវបកប្រែថាម៉េចដែរ art gallery ត្រូវបកប្រែថាម៉េចដែរអាចថាបន្ទប់តាំងពីពណ៌ស្នាដៃសិល្បៈឬនៅពាក្យថា museum វាជាសារមន្ទីរតែ art gallery គឺជាបន្ទប់គឺជាការិយាល័យនៅចំណុះរបស់ museum តែជាការិយាល័យបាទតាំងស្នាដៃផ្នែកសិល្បៈ okay next as many as or you can read as many as or as exactly so much as បាទថាច្រើនមែនទែនបាទច្រើនសន្ធឹក okay next blind date this is noun explanation here when two people who have never met each other go out for a romantic meeting romantic យើងឃើញពាក្យ romantic ទេដែលមនោសញ្ចេតនា romantic meeting គឺជាការជួបដើម្បីជាមនោសញ្ចេតនាការបង្កើតក្តីស្រឡាញ់នៅពេលដែលយើងជួបគ្នាហ្នឹងអញ្ចឹង blind date គឺបកប្រែឲ្យថាការណាត់ជួបដែលមិនបានប្រាប់មុនណាមិនដែលស្គាល់គ្នាទេអញ្ចឹងគេថាការបញ្យល់ថានៅពេលដែលមានមនុស្សពីរនាក់បាទដែលមិនដែលជួបគ្នាសោះណាមិនដែលជួបគ្នាម្ដងណាសោះហើយចេញដំណើរទៅខាងក្រៅដើម្បីជួបក្នុងន័យ romantic okay check more okay borrow has mean verb borrow to get something from somebody smb means somebody with the intention of giving it back after some time ជាការបញ្យល់ពាក្យថា borrow គឺថា get something from somebody គឺទទួលរបស់អ្វីពីនរណាម្នាក់ទទួលរបស់អ្វីមួយពីនរណាម្នាក់ដោយមានចេតនាឬបំណងផ្ដល់ជូនទៅគាត់វិញក្នុងពេលណាមួយអញ្ចឹងកាលណាពាក្យថា borrow យើងចេះយូរហើយណាបាទគឺមានតែខ្ចីនេះគេថាសុំខ្ចីតែកាលណាខ្ចីត្រូវតែស give back ណា give back ហ្នឹងគេស okay next Bulgaria it is noun Bulgaria in a country in southeastern Europe អញ្ចឹង Bulgaria គឺជាឈ្មោះប្រទេសមែនទេ
ប្រទេសប៊ុលហ្គារីគេជាប្រទេសដែលនៅទ្វីបអឺរ៉ុបអាស៊ីភាគអាស៊ីអាគ្នេយ៍មែនណាSouth Eastern Europe នៅអឺរ៉ុបប៉ុន្តែភាគខាងត្បូងខាងត្បូងខាងកើតមែនណាOkay, Bulgaria it is the name of country. Yeah, that's it for my presentation. Okay, thank you.